ចាំបានកូនស្រីឬក៏កូនប្រុសដោយធម្មជាតិអ្នកគ្រូណែនាំផលិតផលមកពីប្រទេសជប៉ុនគឺជូន B gel វានឹងទៅធ្វើឲ្យតំបន់របស់ស្ត្រីនឹងមាន pH ជាអាល់កាឡាំងឬក៏ជាអាស៊ីតទៅតាមអ្វីដែលយើងចង់បានជូន B ម៉ាក់មានក្រូម៉ូសូម X និង X ប៉ាមានក្រូម៉ូសូម X និង Y X ជួប X បានស្រី X ជួប Y បានប្រុស X របស់ប៉ารត់យឺតតែអាយុវែង Y អាយុអត់វែងទេប៉ុន្តែរត់លឿនដើម្បីកំណត់ភេទតាមធម្មជាតិបានទី1ម៉ាក់គឺត្រូវតែប៉ាន់ប្រមាណរោគថ្ងៃធ្លាក់មេជីវិតរបស់ខ្លួនឯងឲ្យឃើញឲ្យបានត្រឹមត្រូវពីព្រោះវាតកតងជាមួយនឹងភាពរត់លឿនរត់យឺតអាយុកាលវែងខ្លីរបស់ក្រូម៉ូសូម X និង Y របស់ប៉ានឹងឯងនៅពេលដែលយើងគេងនៅជាមួយគ្នាចំថ្ងៃឬក្បែរថ្ងៃដែលធ្លាក់មេជីវិតនឹងមានឱកាសទទួលបានកូនប្រុសពីព្រោះ Y រត់លឿនពេលដែលយើងគេងនៅជាមួយគ្នា2ឬ3ថ្ងៃមុនថ្ងៃម៉ាក់ធ្លាក់មេជីវិតនឹងមានឱកាសទទួលបានកូនស្រីពីព្រោះ X អាយុវែងប៉ុន្តែភាពជោគជ័យវាអាស្រ័យលើម៉ាក់កំណត់ថ្ងៃធ្លាក់មេជីវិតរបស់ខ្លួនឯងបើកំណត់អត់ត្រូវយើងក៏អត់បានភេទតាមបំណងដែរទី2គឺតកតងជាមួយនឹង pH នៅក្នុងតំបន់ទ្វារមាសរបស់ម្ដាយកាលណា pH អាស៊ីតគ្រប់គ្រងដល់ក្រូម៉ូសូម X ដែលយើងនឹងមានឱកាសទទួលបានកូនស្រី pH អាកាឡាំងគ្រប់គ្រងដល់ក្រូម៉ូសូម Y ដែលយើងមានឱកាសទទួលបានកូនប្រុសការញ៉ាំសាច់ច្រើននឹងធ្វើឲ្យតំបន់ទ្វាររបស់ស្ត្រីមានជា pH អាស៊ីតហើយការញ៉ាំបន្លែបៃតងច្រើននឹងធ្វើឲ្យមានជា pH អាកាឡាំងប៉ុន្តែសួរថាយើងញ៉ាំប៉ុណ្ណាដើម្បីទទួលបាន pH ដោយបំណងរបស់យើងវាមិនងាយទេអញ្ចឹងវាហាក់ដូចជាគ្មានជួយអីយើងបានទេអ្នកគ្រូណែនាំផលិតផលមកពីប្រទេសជប៉ុនគឺជូន B gel វានឹងទៅធ្វើឲ្យតំបន់របស់ស្ត្រីនឹងមាន pH ជាអាល់កាឡាំងឬក៏ជាអាស៊ីតទៅតាមអ្វីដែលយើងចង់បានគ្រាន់តែបាញ់ gel ចូលទៅក្នុងទ្វាររបស់ស្ត្រីប្រហែល10នាទីមុនការរួមដំណេកទៅជាការស្រេចចង់បានប្រុសយក green ចង់បានស្រីយកផ្កាឈូកផលិតផលនេះគឺបានចុះបញ្ជីការនៅក្រសួងសុខាភិបាលរួចហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានដោយមានទំនុកចិត្តនៅប្រទេសជប៉ុនគេលក់បាន1លាន unit ហើយអ្នកពេញចិត្តរហូតដល់ទៅ92%ថ្មីត្បិតតែវាមិនមែនជាតួលេខ 100% តែវាជាតួលេខមួយដែលខ្ពស់អ្នកគ្រូណែនាំឲ្យអ្នកទាំងអស់គ្នាសាកល្បងប្រើប្រសើរជាងយើងអត់មានអ្វីជំនួយសោះតែយើងវាអត់មានទំនុកចិត្តចា៎ជូនពរឲ្យអ្នកទាំងអស់គ្នាអាចទទួលបានកូនស្រីឬក៏កូនប្រុសដោយធម្មជាតិតាមអ្វីដែលយើងពងប្រាថ្នាជូន B